ជំរាបសួរបងប្អូនទាំងគ្នាថ្ងៃនេះគឺជាថ្ងៃទី25ខែ4ឆ្នាំ2026សម្រាប់តម្លៃហាងឆេងមាននិងប្រាក់នៅថ្ងៃនេះពុំមានការជួញដូរនោះទេនៅលើទីផ្សារអន្តរជាតិហើយតម្លៃចុងក្រោយនៃចុងសប្តាហ៍ដែលខ្ញុំចូលទៅមើលយើងឃើញថាតម្លៃហាងឆេងមាសមានការកើនឡើងតិចតួចរីឯតម្លៃហាងឆេងប្រាក់មានការធ្លាក់ចុះតិចតួចបើយើងប្រៀបធៀបទៅនឹងតម្លៃហាងឆេងមាសនិងប្រាក់កាលពីព្រឹកម្សិលមិញសម្រាប់បងប្អូនដែលមិនទាន់បានចុច Subscribe ឬក៏ចុចជាវ Channel YouTube របស់ខ្ញុំសូមបងប្អូនជួយចុចជាវក៏ដូចជាចុច Subscribe នៅលើ Channel YouTube របស់ខ្ញុំដើម្បីទទួលបាននៅព័ត៌មានស្ដីពីតម្លៃហាងឆេងមាសនិងប្រាក់ដែលខ្ញុំផុសជាប្រចាំថ្ងៃសម្រាប់តម្លៃហាងឆេងមាសនៅចុងសប្តាហ៍នេះមានដូចតទៅ1អោនតម្លៃ$4,709 1ជីតម្លៃ$567 1ដំឡឹងតម្លៃ$5,674 និង1គីឡូតម្លៃ$15,1313 ចំណែកឯតម្លៃហាងឆេងប្រាក់នៅចុងសប្តាហ៍នេះវិញមានដូចតទៅ1អោនតម្លៃ$75 1ជីតម្លៃ$9 1ដំឡឹងតម្លៃ$91និង1គីឡូតម្លៃ$2,429សម្រាប់តម្លៃហាងឆេងមាសនិងប្រាក់ដែលខ្ញុំបានជម្រាបជូនបងប្អូនបាញ់មិញនេះចាប់តែប៉ុណ្ណេះអរគុណបងប្អូនទាំងគ្នាដែលបានទស្សនានិងតាមដានយកចិត្តទុកដាក់ស្ដាប់នៅការរៀបរាប់របស់ខ្ញុំតាំងពីដើមរហូតមកដល់ទីបញ្ចប់ជូនពរបងប្អូនមានសុខភាពល្អរកទទួលទានមាន